Ok, giờ đây bong bong nó cái này là đây em trong tới mưa tật lẹ sọc sán nơi có rồng trong đăng tha là nơi cứ miền tật này để ra ta là nơi cứ khai và sai chẳng nhầm phải thì cái tha ai nhầm miền tật trượt hay tật lẹ sọc sán đấy có nhầm mặt đây hot video của môn vào đây to là ép lên từ đó đi មួយចំណោមផ្លូវកោះរ៉ុងទាំងអស់គឺខ្ញុំឆ្លាញ់ផ្លូវនៅជាងគេផ្លូវនេះគឺផ្លូវទៅកាន់ឆ្នេរសុកសានហើយក៏ជាផ្លូវដែលយើងនឹងធ្វើដំណើរទៅកាន់ទឹកធ្លាក់ដែរនៅតាមផ្លូវគឺមានដើមដូងជាពិសេសគឺយើងអាចជិះកៀកនៅឯឆ្នេរសមុទ្រតែម្ដងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំដូចមិននៅខ្មែរអញ្ចឹងវាបានឆក់យកបេះដូងខ្ញុំធ្វើឲ្យខ្ញុំចង់ទៅម្ដងហើយម្ដងទៀតហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសំណាងមែនទែនដែលប្រទេសរបស់ខ្ញុំមានឆ្នេរដ៏ស្អាតបែបនេះឯង នេះបងប្អូនពេលដែលយើងមកដល់មកនេះគេដាក់ផ្លាកទឹកធ្លាក់សុកសាននេះចម្ងាយវា 200 ម៉ែត្រឡើងទៅលើទៀតជិះម៉ូតូទៅដល់បានទេបើអ្នកនរគ្នាចង់ដើរក៏បានដែរប៉ុន្តែខ្ញុំជិះម៉ូតូឯងអូខេបងប្អូនឥឡូវខ្ញុំបានឃើញទឹកធ្លាក់អីចឹងទីបំផុតហើយដែលខ្ញុំចង់មកមើលទឹកធ្លាក់នៅទឹកធ្លាក់សុកសាននៅកោះរ៉ុងយើងហ្នឹងគឺខ្ញុំបានមកដល់ឃើញជាក់ស្ដែងតែម្ដង សុខខ្មែរយើងគឺលយមែនតើអីដែលខ្ញុំចង់និយាយថានៅជុំវិញយើងគឺពាត់ទៅដោយកោះប៉ុន្តែជាក់ស្ដែងគឺមានទឹកសាបហើយមិនមែនតែមួយកន្លែងណាតាមដែលខ្ញុំដឹងនៅកោះរ៉ុងយើងហ្នឹងមានទៅដល់3កន្លែងប៉ុន្តែកន្លែងទឹកធ្លាក់ព្រៃស្វាយយើងធ្លាប់ថតហើយហើយតែនេះខ្ញុំអត់ដែរថតទេអញ្ចឹងថ្ងៃនេះខ្ញុំមកថតឲ្យបងប្អូនមើលអញ្ចឹងគឺលយមែនតើអញ្ចឹងនេះគឺជាផ្លូវយើងឡើងទៅអីអេមគូទឹកធ្លាក់យ៉ាវ ទៅពេលដែលទៅដល់ទឹកធ្លាក់ភ្លាមគឺខ្ញុំដកទូរស័ព្ទ selfie មុនគេបើទោះជាទឹកជួរនឹងធំក៏ដោយក៏ខ្ញុំអាច selfie ជាប់បានទាំងអស់ដែរជាមួយនឹង Oppo Reno 16 Series 5G គឺយើងអាច selfie បានរហូតដល់ 0.6 កម្រិត 50 megapixel អញ្ចឹងវាធ្វើឲ្យផ្ទៃថតរបស់យើងគឺកាន់តែទូលាយហើយការ design របស់គេគឺដូចភព 3D អញ្ចឹងយើងគ្រាន់តែកលេងទូរស័ព្ទចុះឡើងគឺយើងឃើញភពហ្នឹងដូចដែលថោះមកចេញពីទូរស័ព្ទអញ្ចឹងប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងស្ទាបទៅគឺវាមានសភាពរាបស្មើធម្មតាទេហើយ Oppo Reno 16 Series 5G ក៏មាន AI ផ្គុំរូបភាព3ឆ្លាតដែរបងប្អូនគ្រាន់តែថតរូបឲ្យបានច្រើនប៉ុស្តិ៍មកបងប្អូនអាចធ្វើការផ្គុំរូបទូចៗចូលគ្នាបាននៅក្នុងមួយរូបជាក់ស្ដែងខ្ញុំកំពុងតែរើសរូបដើម្បីធ្វើជា sticker add ទៅលើរូបខ្ញុំមួយជាក់ស្ដែងខ្ញុំបានរើសរូបដែលខ្ញុំចង់ធ្វើជា sticker ហើយអញ្ចឹងបងប្អូនគ្រាន់តែចុចលើពាក្យ AI Smart Cutout វានឹងកាត់ background ចេញហើយវាធ្វើឲ្យយើងចេញជា sticker តូចៗដល់ស្អាតអញ្ចឹងឥឡូវនេះវាបានកាត់ចេញជារូប sticker អញ្ចឹងខ្ញុំបានធ្វើការទាញរូបឲ្យច្រើនដាក់នៅក្នុងរូបខ្ញុំតែមួយដើម្បីឲ្យវាមើលទៅកាន់តែមានភាពទាក់ទាញជាងមុនអញ្ចឹងបងប្អូនអាចធ្វើការច្នៃឬក៏ថែមថយទៅតាមចំណង់ចំណូលចិត្តបងប្អូនបានខ្ញុំគិតថា AI មួយនេះគឺវាមានភាពងាយស្រួលមែនទែនសម្រាប់ជាពិសេសបងប្អូនដែលគាត់ចង់ធ្វើជា YouTube thumbnail ហ្នឹងគឺវាកាត់ background គឺបានស្អាតមែនទែនហើយបើសិនជាយើងថតលក្ខណៈជា live photo គឺវាអាចធ្វើឲ្យរូបភាពហ្នឹងមានចលនាទៀត អូខេសួស្តីបងប្អូនទាំងអស់គ្នាហើយកន្លែងនេះខ្ញុំចេញពីទឹកធ្លាក់មកខ្ញុំចូលមកលេងនៅ Castle Bay តែម្ដងហើយគឺជាកន្លែងដែលខ្ញុំចង់មកហើយតែខ្ញុំចង់មកថតយូរកន្លែងនេះគឺខ្ញុំមកលើកទី2គឺវាខ្សាច់ធំស្អាតមែនទេព្រោះនៅចិត្តទឹកធ្លាក់សុកសានដែរទេនិយាយចិត្តតែម្ដុំទីធាននៅខាងមុខនោះអញ្ចឹងឥឡូវយើងចូលទៅមើលនៅខាងក្នុងទាំងអស់គ្នា Let's go guys នេះយើងចូលម៉ូតូនេះមកហើយយើងដើរមកអូយប្លង់នេះស្អាតមែនទេ មើលទូកកប់ស្រី Castle Bay ចឹងបងប្អូនមកកោះរ៉ុងយ៉ាអាចមកមើលលេងមកគឺស្អាតហើយកោះកាងនេះទៀតឃើញទេនៅនេះបើតាមអីដែលខ្ញុំដឹងគឺមានតែ private room ទេហើយតម្លៃក៏អត់ដឹងបានដែរដោយសារតែ owner គឺជាជនជាតិបរទេសដូចជាជនជាតិ UK អត់មានដមមានអីទេហើយនៅនេះបើសិនជាចង់មកគេងវាយើងដាច់ស្រយាលពីគេ គឺគេហ្នឹងគឺយើង chill នៅនឹងតែម្ដងឬក៏យើងជួលម៉ូតូមកដើរលេងក៏បានដែរស្អាតណាស់ប៉ុន្តែកន្លែងនេះមើល sunset អត់ត្រូវទេមើល sunrise ប្រហែលជាអាចត្រូវជាងតែមើល view គេអូកប់ free ការដេករបស់គាត់អេមអានេះគឺជា stage សម្រាប់តែគាត់ធ្វើ live DJ ឡាយចាក់ភ្លេងនៅនឹងដូចនៅ Festival ចឹងប៉ុន្តែតាមតែដឹងខែនេះគឺគាត់បិទទេដោយសារវា low season គាត់នឹងរៀបចំ renovate វាឡើងវិញធៀមទទួលនៅ high season Hello Hello Come on boy come on you're so cute come on boy
បើនិយាយពីកោះរងមួយរយៈកូននេះខ្ញុំឃើញបងប្អូនយើងទៅលេងច្រើនហើយឆ្នេរដែលបងប្អូនអាសាទៅជាងគេនោះគឺឆ្នេរ Long Beach ប៉ុន្តែនៅឯ Gaffel Bay នេះក៏ស្អាតមួយយ៉ាងម្នាក់ពី Long Beach ដែរគាត់តែនៅ Gaffel Bay នេះគឺយើងអាចមើលថ្ងៃលិចបានទេដើមដូងនេះលយណាដូចនៅប្រេស៊ីលមានអារម្មណ៍ដូចនៅប្រេស៊ីលខ្ញុំបាត់ទៅប្រេស៊ីលប៉ុន្តែមានអារម្មណ៍ថាដើមដូងហ្នឹងដូចធ្លាប់ឃើញនៅក្នុងវីដេអូនៅប្រេស៊ីលលយមែនទេហើយការខ្ញុំមកពីមុនណាពីព្រឹកហ្នឹងបងប្អូនទឹកណូទឹកផាយទៅនឹងផាយ500ម៉ែត្រទេបានមានទឹកមិនថាពីនេះគឺវានាចទៅទាំងអស់យកតែម្ដងទៅដល់ចុងដោយសារតែទេសភាពស្អាតពេកធ្វើខ្ញុំដក Oppo Reno 16 Series 5G មកថតរូបម្ដងទៀតហើយថតលើកនេះដែរគឺខ្ញុំនឹងថតជាមួយនឹងកាមេរ៉ា Portrait ដែលយើងអាចថតរហូតដល់ 3.5 គុណវាជួយឲ្យយើងមានភាពកាន់តែស្រស់ស្អាតលេចធ្លោនិងមើលទៅដូចថតកាមេរ៉ាធំអញ្ចឹងជាមួយ Oppo Reno 16 Series 5G នេះក៏មានកម្មវិធី Pop Cam ដែលអាចជួយបងប្អូនថតលក្ខណៈបែប style vintage ក៏បានដែរឥឡូវនេះខ្ញុំបានចេញពីឆ្នេរនៅ Gaffel ហ្នឹងហើយនៅតែ finish ចុងក្រោយគឺនៅឯឆ្នេរ Long Beach កន្លែងដែលមើល sunset ហ្នឹងឯងខ្ញុំដឹងថាវាដែរទេប៉ុន្តែគាត់ថាវា fresh ណាស់នេះហើយវាស្រឡះឡោនោះតែយើងអត់មាន sunset ទេហើយភ្ញៀវតិចដែរអូខ្យល់ខ្លាំងវាប្រកាសប្រាប់ថាព្យុះមកតែអត់ដល់គ្រាន់តែខ្យល់តែអត់មានភ្លៀងអត់អីទេឈៀលបានធម្មតាសកម្មភាពខ្លះគឺយើងត្រូវថតខ្លួនឯងភ្លាមដោយមិនចង់ចាំបាច់ឲ្យអ្នកណាជួយថតឲ្យទេជាមួយនឹង Oppo Bubble គឺអាចធ្វើឲ្យបងប្អូន selfie កាមេរ៉ាក្រោយមានភាពងាយស្រួល Oppo Bubble គឺយើងអាចបិទនៅលើខ្នងទូរស័ព្ទទៅគឺវានឹងបង្ហាញ screen ដែលយើងកំពុងតែថតគ្រប់ពេលដែលខ្ញុំមកសមុទ្រខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាឆ្លងភពមួយទៀតអញ្ចឹងបាត់អស់សម្លេងឡានម៉ូតូឆ្ងាយពីផ្ទះឆ្ងាយពីកន្លែងការងារធ្វើឲ្យខួរក្បាលខ្ញុំមានពេល focus ច្រើនជាមួយនឹងធម្មជាតិ